ឋិនមកដល់ហើយអបងប្អូនអើយប្រញាប់ឆាប់រុះរាន់រហូតដល់កឋិនមកដល់ហើយអបងប្អូនអើយប្រញាប់ឆាប់រុះរាន់ឆាប់ឡើងនាំគ្នាមកធ្វើបុណ្យទុកជាផលគុណធ្វើបុណ្យកុំរុញរីឆាប់ឡើងនាំគ្នាមកធ្វើបុណ្យទុកជាផលគុណធ្វើបុណ្យកុំរុញរីកឋិនទានជាទានដ៏ស្រស់ស្អាតព្រះពុទ្ធអនុញ្ញាតគួរធ្វើទាំងអស់គ្នាកឋិនទានជាទានដ៏ស្រស់ស្អាតព្រះពុទ្ធអនុញ្ញាតគួរធ្វើទាំងអស់គ្នាតាំងចិត្តជាធំក្នុងធម៌មាធ្វើដោយសទ្ធាបានបុណ្យច្រើនពេកក្រៃតាំងចិត្តជាធំក្នុងធម៌មាធ្វើដោយសទ្ធាបានបុណ្យច្រើនពេកក្រៃអានិសង្ឃកឋិនមានផលខ្ពស់មានទ្រព្យសង្ឃយុងគេឈ្មោះសំប្រពៃអានិសង្ឃកឋិនមានផលខ្ពស់មានទ្រព្យសង្ឃយុងគេឈ្មោះសំប្រពៃវេទវាយដល់សង្ឃចង់និស័យរួចចាក់ទុកភ័យតាមចិត្តដែលយើងប្រាថ្នាវេទវាយដល់សង្ឃចង់និស័យរួចចាក់ទុកភ័យតាមចិត្តដែលយើងប្រាថ្នាកឋិនទានដែលយើងបានសាងសូមអត់សំអាងកាយចិត្តនិងវាចាកឋិនទានដែលយើងបានសាងសូមអត់សំអាងកាយចិត្តនិងវាចាបុណ្យនេះកាត់ឡើងពីចេតនាពួកយើងជ្រះថ្លាឲ្យបានគ្រប់គ្នាបុណ្យនេះកាត់ឡើងពីចេតនាពួកយើងជ្រះថ្លាឲ្យបានគ្រប់គ្នាដល់កឋិនមកដល់ហើយអបងប្អូនអើយប្រញាប់ឆាប់រុះរាន់រហូតដល់កឋិនមកដល់ហើយអបងប្អូនអើយប្រញាប់ឆាប់រុះរាន់ឆាប់ឡើងនាំគ្នាមកធ្វើបុណ្យទុកជាផលគុណធ្វើបុណ្យកុំរុញរីឆាប់ឡើងនាំគ្នាមកធ្វើបុណ្យទុំជាផលគុណធ្វើបុណ្យកុំរុញរីកឋិនទានជាទានដ៏ស្រស់ស្អាតព្រះពុទ្ធអនុញ្ញាតគួរធ្វើទាំងអស់គ្នាកឋិនទានជាទានដ៏ស្រស់ស្អាតព្រះពុទ្ធអនុញ្ញាតគួរធ្វើទាំងអស់គ្នាតាំងចិត្តជាធំក្នុងធម៌មាធ្វើដោយសទ្ធាបានបុណ្យច្រើនពេកក្រៃតាំងចិត្តជាធំក្នុងធម៌មាធ្វើដោយសទ្ធាបានបុណ្យច្រើនពេកក្រៃអានិសង្ឃកឋិនមានផលខ្ពស់មានទ្រព្យសង្ឃយុងគេឈ្មោះសំប្រពៃអានិសង្ឃកឋិនមានផលខ្ពស់មានទ្រព្យសង្ឃយុងគេឈ្មោះសំប្រពៃវេទវាយដល់សង្ឃចង់និស័យរួចចាក់ទុកភ័យតាមចិត្តដែលយើងប្រាថ្នាវេទវាយដល់សង្ឃចង់និស័យរួចចាក់ទុកភ័យតាមចិត្តដែលយើងប្រាថ្នាកឋិនទានដែលយើងបានសាងសូមអត់សំអាងកាយចិត្តនិងវាចាកឋិនទានដែលយើងបានសាងសូមអត់សំអាងកាយចិត្តនិងវាចា
បុណ្យនេះកាត់ឡើងពីចេតនាពួកយើងជ្រះថ្លាឲ្យបានគ្រប់គ្នាបុណ្យនេះកាត់ឡើងពីចេតនាពួកយើងជ្រះថ្លាឲ្យបានគ្រប់គ្នា